ปูนนำ ETV ហ្នឹងពពួកគេហៅ anti-cavia ហ្នឹងវាជាថ្នាំប្រភេទ nucleoside analog វាមានកម្លាំងថ្នាំរាងខ្សោយជាងប្រភេទពពួក tenofovir ដោយសាររបាយការណ៍នៃការសិក្សាអង្គតេកាវីការបញ្ចុះមេរោគមិនសូវល្អដូចអង្គtenofovir ទេហើយជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ក្នុងការព្យាបាលអ្នកជំងឺប្រចាំថ្ងៃក៏ឃើញអញ្ចឹងដែរក៏ប៉ុន្តែមិនមែនទាំងអស់ទេអញ្ចឹងក្នុងករណីដែលយើងព្យាបាលហើយយើងតាមដានឃើញមេរោគនឹងវានៅប្រទៀងបន្ទង់តដៃមិនព្រមចុះឲ្យអស់ឲ្យចាប់អត់បានរហូតអាហ្នឹងយើងត្រូវបច្ចាណាពិភាក្សាជាមួយនឹងវិជ្ជាបណ្ឌិតថាតើថ្នាំដែលយើងប្រើហ្នឹងវាមានប្រសិទ្ធភាពក្នុងការព្យាបាលដោយទប់ស្កាត់កុំឲ្យមេរោគនឹងបំបែកខ្លួនបានល្អដែរឬអត់ពីព្រោះការដែលវាមិនអាចទប់ស្កាត់បានល្អវាមានរឿងពីរវាមានរឿងមួយពាក់ព័ន្ធជាមួយនឹងគុណភាពថ្នាំដែលយើងប្រើហ្នឹងត្រូវប្រកាសថាជាថ្នាំដែលវាមានប្រភពច្បាស់លាស់មានបញ្ជីការត្រឹមត្រូវមានថ្នាំដែលត្រួតពិនិត្យដោយក្រសួងសុខាភិបាលត្រឹមត្រូវហើយមាន active ingredient វាជា anti-cavia ហ្នឹងសុទ្ធដែលវាយកមកប្រើឲ្យយើងមានភាពកក់ក្ដៅក្នុងចិត្តថាថ្នាំហ្នឹងពិតជាថ្នាំត្រឹមត្រូវហើយបើពិតជាថ្នាំត្រឹមត្រូវហើយវាមិនចុះល្អយើងឆែកមើលតើយើងលេបថ្នាំហ្នឹងទៀងទាត់ពេលវេលាដែរឬអត់ព្រោះថ្នាំមួយគ្រាប់វាធ្វើការ24ម៉ោងថ្នាំមួយគ្រាប់វាធ្វើការ24ម៉ោងអញ្ចឹងយើងកុំលេបរំលងយើងកុំឈប់យើងកុំឲ្យដាច់ថ្នាំណាបាទរឿងទី2តែយើងកម្របានជួបដែរគេហៅថាស៊ាំថ្នាំមានន័យថាថ្នាំហ្នឹងវាលែងមានប្រសិទ្ធភាពលើមេរោគហើយតែបច្ចុប្បន្ននេះវាមិនទាន់មានរបាយការណ៍ជាទូលំទូលាយថាអង្គតេកាវីហ្នឹងមាន resistant ទេអត់ទាន់ឃើញមានរបាយការណ៍ទេហើយគាត់ថាគេព្រួយបារម្ភថាអាចមានការស៊ាំថ្នាំណាបាទអញ្ចឹងត្រូវប្រកាសពីចំណុចទី1ថ្នាំសុទ្ធមិនមែនជាថ្នាំคล้ายឬក៏មិនមែនជាថ្នាំដែលផលិតមិនមានស្តង់ដារត្រឹមត្រូវដែលដាក់បញ្ចូលនៅ active ingredient របស់ថ្នាំនៅខាងក្នុងនោះមិនគ្រប់មីលីក្រាមដែលតម្រូវយកមកប្រើប្រាស់ជាមួយនឹងយើងហើយវាលួចចុះលួចឡើងដើម្បីបានថ្នាំតម្លៃថោកហើយវាបន្ថយគុណភាពព្រោះថ្នាំនៅលើទីផ្សារនេះខ្ញុំឃើញច្រើនមែនតើនៅលើទីផ្សារហ្នឹងច្រើនមែនតើគាត់ថាបើសិនជាមានបញ្ជីការពីក្រសួងសុខាភិបាលអាហ្នឹងយើងកក់ក្ដៅមួយហើយរឿងទី2គឺយើងអនុវត្តជាក់ស្ដែងយើងមើលទៅតាម company របស់ថ្នាំដែរខ្លះចុះល្អខ្លះចុះមិនល្អអញ្ចឹងយើងមិនមែននៅក្នុងក្របថ្នាំទេក៏ប៉ុន្តែមានថ្នាំខ្លះធូរថ្លៃថ្នាំខ្លះថ្លៃអញ្ចឹងយើងដាក់សញ្ញាសួរតើហេតុអីតើវាមាន GMP វាមានស្តង់ដារផលិតត្រឹមត្រូវវាមាន guideline វាមាន recommendation វាមានការទទួលស្គាល់ពីសហភាពអឺរ៉ុបការទទួលស្គាល់ពី US FDA ដែរអត់អញ្ចឹងណាបាទពីព្រោះថ្នាំខ្លះផលិតមែនប៉ុន្តែតម្លៃថោកស្រាប់តែកាត់បន្ថយទៅលើគុណភាពឬក៏ procedure នៃការផលិតនឹងកន្លែងណាមួយដែលមានសារៈសំខាន់ទាំងការវេចខ្ចប់ទាំងការរក្សាទុកទាំងគុណភាពសកម្មរបស់ molecule វាហ្នឹងបន្ថយទៅវាទម្លាក់តម្លៃអាហ្នឹងក៏វាពិបាកយើងទទួលយកដែរអញ្ចឹងគ្រូពេទ្យដែលព្យាបាលហ្នឹងមានការប្រុងប្រយ័ត្នពីព្រោះអីពេលដែលរើសថ្នាំជូនអ្នកជំងឺគឺគិតស្មុគស្មាញព្រោះគោលដៅយើងអត់ចង់ឲ្យមានមេរោគនៅក្នុងឈាមទេបើកាលណាមានមេរោគនៅក្នុងឈាមគឺរាងកាយយើងត្រូវតែប្រយុទ្ធគ្នាតែប្រយុទ្ធគ្នារឿងហៅគឺខ្ទេចថ្លើមយើងនឹងឯងគឺខ្ទេចថ្លើមយើងនឹងឯងអញ្ចឹងត្រូវតែប្រកាសទៅលេបថ្នាំអស់មេរោគបើមិនអស់មេរោគដាក់សញ្ញាសួរហើយប្រឹក្សាជាមួយគ្រូពេទ្យតែចូលចំណុចមួយណាដែលខ្ញុំនិយាយពីចំណុចខាងលើមិញណាបាទអញ្ចឹងបើសិនជាយើងលេបថ្នាំត្រឹមត្រូវទៀងទាត់ពេលវេលាថ្នាំនោះសុទ្ធល្អហើយដែលយើងអាចទុកចិត្តបានហើយអាហ្នឹងអាចមកពី
molecule អង្គទេកាវីដែលយើងញ៉ាំហ្នឹងលែងត្រូវជាមួយមេរោគហ្នឹងហើយអញ្ចឹងនៅក្នុង guideline recommendation គេឲ្យយើងដូរថ្នាំហើយបាទគេឲ្យយើងដូរថ្នាំហើយអាហ្នឹងការផ្លាស់ប្ដូរត្រូវទៅប្រឹក្សាជាមួយគ្រូពេទ្យយើងមិនអាចដូរខ្លួនឯងបាទមិនមែនចេះតែដូរចុះដូរឡើងអីឃើញខ្ញុំប្រាប់អញ្ចឹងទៅដូរទៅពីអីបានទេពីព្រោះការព្យាបាលថ្នាំសម្រាប់ virus មិនមែនជាការព្យាបាលថ្នាំវីតាមីនបើកម្លាំងផ្លាសាយក្អកអីទេបាទគឺថ្នាំនេះប្រយ័ត្នប្រយែងណាមិនចេះតែដូរទេមុននឹងយើង switch ថ្នាំយើងត្រូវធ្វើតេស្តប្រកបសិនតែថ្នាំហ្នឹងប្រើទៅវាមិនចុះមែនអាហ្នឹងបានយើងពិចារណាដូរវាបាទពួកគេមានដំណោះស្រាយឲ្យយើងឯងវិជ្ជបណ្ឌិតលោកព្យាបាលលោកមាន guideline ក្នុងដៃហើយករណីយ៉ាងណាត្រូវធ្វើយ៉ាងណាករណីយ៉ាងណាត្រូវធ្វើយ៉ាងណាត្រូវផ្គុំថ្នាំត្រូវដកថ្នាំត្រូវដូរថ្នាំអាហ្នឹងគឺថាគ្រូពេទ្យគេច្បាស់លាស់រឿងហ្នឹងអញ្ចឹងយើងត្រូវទៅប្រឹក្សាណាគាត់តែខ្ញុំឲ្យប្រយ័ត្នទៅពីចំណុចហ្នឹងឯងពីព្រោះថ្នាំនៅលើទីផ្សារមានច្រើនប្រភេទណាហើយមិនដឹងក្រុមហ៊ុនណាខ្លះអីខ្លះទេរាល់ថ្ងៃនេះដែលខ្ញុំឃើញណា Clinic វឌ្ឍនវិទ្យាជា clinic ប្រចាំគ្រួសាររបស់លោកអ្នក